តើអ្នកដឹងទេថាប្រទេសចិនគឺដំណាំភាគច្រើនត្រូវបានគេដាំដុះនៅតាមចង្កេះភ្នំឬចម្រាក់ភ្នំតាមរយៈដីស្រែចម្ការនេះគឺដោយសារតែកង្វះដីរាបស្មើនៅតំបន់ជាច្រើននៃប្រទេសចិនដើម្បីទាញយកផលប្រយោជន៍ឲ្យអស់ពីគ្រប់ជ្រុងនៃទំហំដីដែលនៅសល់ពួកគេអាចបានប្រើប្រាស់ជំរាលភ្នំនិងបានផ្លាស់ប្ដូរដូចជាកម្មចនាយៈដែលគ្រប់គ្រងទៅដោយជញ្ជាំងដីនិងភក់ដែលបង្រួមជាការការពារកុំឲ្យទឹកហូរចេញនិងច្រោះនិងរក្សាទឹកបានឧទាហរណ៍ដ៏ល្អបំផុតមួយគឺស្រូវដីស្រែចម្ការត្រូវបានគេរៀបចំប្រព័ន្ធធារាសាស្ត្រទឹកដែលអាចគ្រប់គ្រងបាននិងបង្កើតបានជាកញ្ចក់ទឹកតូចៗដែលសំណាបត្រូវបានស្ទូងតាមគែមនីមួយៗត្រូវបានពង្រឹងដោយដីភក់និងថ្មដើម្បីរក្សាកម្រិតទឹកជៀសវាងការច្រោះលេចធ្លាយទឹកប្រព័ន្ធនេះអនុញ្ញាតឲ្យប្រព័ន្ធធារាសាស្ត្រត្រូវបានចែកចាយពីផ្នែកខាងលើនៃភ្នំចុះមកក្រោមដោយប្រើទំនាញផែនដីជាសម្ព័ន្ធមិត្តវិធីសាស្ត្រដូនតានេះមិនត្រឹមតែធ្វើឲ្យដីស្រែប្រសើរប៉ុណ្ណោះទេវាជួយអភិវឌ្ឍដីនិងរក្សាផលិតភាពក្នុងតំបន់បានយ៉ាងល្អផងដែរវាគឺជាគំរូនៃកសិកម្មប្រពៃណីដែលបានអនុញ្ញាតឲ្យចិញ្ចឹមមនុស្សរាប់លាននាក់អស់ជាច្រើនសតវត្សមកហើយដោយសម្របខ្លួនទៅនឹងទេសភាពព្រៃភ្នំដោយប៉ិនប្រសប់និងភាពជាក់លាក់មួយ